បន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលចំនួនព្រំដែនកម្ពុជាថៃក្នុងនាមជាប្រធានអាស៊ានឆ្នាំ2026ក្នុងនាមជាប្រធានអាស៊ានបដូរវេនសម្រាប់ឆ្នាំ2026រដ្ឋាភិបាលហ្វីលីពីនបានប្រកាសពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តដឹកនាំក្រុមសង្កេតការអាស៊ាន AOT ដើម្បីសម្រាប់សម្រួលและដោះស្រាយចំនួនព្រំដែនរវាងកម្ពុជានិងថៃការបដិញ្ញាចិត្តនេះត្រូវបានគូបញ្ជាក់ដោយលោក Romeo Browner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនក្នុងអំឡុងពេលចូលជួបពិភាក្សាការងារជាមួយសម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី12ខែកុម្ភៈឆ្នាំ2026ក្រៅពីកិច្ចការព្រំដែនភាគីហ្វីលីពីនក៏បានសន្យាបន្តជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរជាការឆ្លើយតបសម្ដេចអធិបតីហ៊ុនម៉ាណែតបានសម្ដែងក្តីរំពឹងទុកថាហ្វីលីពីននឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលនិងស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃដោយឈលលើគោលការណ៍សន្តិវិធីគួរក៏សម្គាល់ថានៅថ្ងៃទី12ខែកុម្ភៈដដែលនេះលោក Romeo Browner Jr. ក៏បានជួបពិភាក្សាដាច់ដោយឡែកជាមួយអាយដាមទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិនិងអាយដាមវងពិសេនអគ្គមេបញ្ជាការនៃកងយុទ្ធភូមិខេមរភូមិន្ទដែលបានបញ្ជាក់ចំហដូចគ្នានេះដែរយោងតាមគម្រោងនៅថ្ងៃទី13ខែកុម្ភៈលោក Romeo នឹងធ្វើដំណើរចូលទៅពិនិត្យស្ថានភាពជាក់ស្ដែងដល់ទីតាំងនៅក្នុងខេត្តបន្ទាយមានជ័យទស្សនៈអ្នកជំនាញលើប្រសិទ្ធភាពរបស់ក្រុម AOT ជុំវិញតួនាទីរបស់ក្រុមសង្កេតការអាស៊ានលោកបណ្ឌិតគិនភាអ្នកជំនាញកិច្ចការអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានវាយតម្លៃថាក្រុម AOT បច្ចុប្បន្នហាក់នៅមានកម្រិតនៅឡើយក្នុងការដោះស្រាយចំនួននេះលោកក៏សម្គាល់ថាការងារកន្លងមកខ្វះតម្លាភាពដោយសាររបាយការណ៍សង្កេតការណ៍នៅតំបន់ចំនួនមិនដែលត្រូវបានបង្ហាញជាសាធារណៈហើយក្រុមនេះក៏ហាក់គ្មានអំណាចគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទីរបស់ខ្លួនដើម្បីបង្កើនប្រសិទ្ធភាពលោកបណ្ឌិតគិនភាបានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនដូចជា 1. ការដំឡើងកម្រិតអាណត្តិរបស់ក្រុមអ្នកសង្កេតការណ៍ 2. ការបង្កើតរចនាសម្ព័ន្ធត្រួតពិនិត្យចម្រុះ 3. ការបំពាក់ឧបករណ៍តាមដានទំនើបដូចជាផ្កាយរ៉ានាត់ឬ drone 4. ការបង្កើតនីតិវិធីប្រតិបត្តិស្តង់ដារច្បាស់លាស់ 5. ការបង្កើតមូលធិនិងពង្រឹងការបណ្ដុះបណ្ដាលសមត្ថភាពដល់អ្នកសង្កេតការណ៍នាងខ្ញុំណាវីជាអ្នកធ្វើសេចក្តីរាយការណ៍